ឆ្នាំទៅវាខាំងបន្ទាប់ពីខាំងហ្នឹងយើងប្រើប្រភេទ D+ ហ្នឹងបាញ់ភ្ញូចកែមកវិញវាខូចផ្កាខ្លះប៉ុន្តែឆ្នាំនេះផ្កាវានៅទាំងអស់យើងចាប់ផ្ដើមបាញ់ D+ ដើម្បីភ្ញូចក្តឹបវានេះបងប្អូនក្តឹបទើបតែចាប់ផ្ដើមលូតសួស្តីពុកម៉ែបងប្អូនថ្ងៃទី13ខែ2ឆ្នាំ2025នៅទឹកដីស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដោយសារនៅតំបន់នេះគាត់អត់ជំរុះទេប៉ុន្តែយើងសង្កេតតាក់ទងជាមួយនឹងក្តឹបបន្ទាប់ពីការប្រើ D+ បាញ់ភ្ញូចឥឡូវក្តឹបចាប់ផ្ដើមលូតបាទចាប់ផ្ដើមលូតក្តឹបដោយសារយើងតទៅស៊ូមបានយើងមើលច្បាស់រួចនឹងឃើញដោយសារចការនេះទើបតែចេញឥឡូវយើងចុះមកតាមដានតាក់ទងជាមួយនឹងការប្រើប្រាស់ផ្ទាល់តែម្ដងនៅក្នុងខេត្តឧត្តរមានជ័យនៅក្នុងស្រុកត្រពាំងប្រាសាទអធិស្ឋានឃុំឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទដែរបងប្អូននេះយើងមើលក្តឹបល្អិតនេះលូតមកចាប់ផ្ដើមចេញមកហើយនេះគឺជាសកម្មភាពដែលយើងចុះតាមដានផ្ទាល់ចំការរបស់អតិថិជនយើងបាទខាងទៅពលឺខាងក្នុងក៏យើងត្រូវតែរុកនេះកម្លាំងផ្កាយហ្នឹងក្តឹបចាប់ផ្ដើមលូតចាប់មកបន្តបាទចាប់ដើមលូតហ៎ឡើងស្មិញហ្នឹងមកផ្កានេះឃើញប្រហែលដែរផ្កាហ្នឹង 4-5 បាត់បាទនេះស្វាត់ខ្លះឃើញបាទដល់តាចន្ទទីខ្ញុំនេះវាបានតែងមេឃអីល្អចន្ទទីអត់បានតែងមេឃឆ្នាំទៅបាញ់ចុងដៃហ្នឹងបានប្រហែលតោនសរុបផលប្រហែល4 ហាត់ហ្នឹងសរុបចុងដៃហ្នឹងសរុបទៅវាបានថែទៅ6 តោនជាង6 តោនជាងចុងដៃសរសើរឆ្នាំទៅវាខាំងបន្ទាប់ពីខាំងហ្នឹងយើងប្រើប្រភេទ D+ ហ្នឹងបាញ់ភ្ញូចកែមកវិញវាខូចផ្កាខ្លះប៉ុន្តែឆ្នាំនេះផ្កាវានៅទាំងអស់យើងចាប់ផ្ដើមបាញ់ D+ ដើម្បីភ្ញូចក្តឹបវានេះបងប្អូនក្តឹបទើបតែចាប់ផ្ដើមលូតនេះបងប្អូនឃើញក្បាលរួយវាចាប់ផ្ដើមលូតមកហ្នឹងពីដើមទីគាត់ប្រើប្រភេទ N+ បាញ់បញ្ចេញត្រួយទើបចាប់ផ្ដើមលូតនេះបាទ1 2 នេះបាទរួយទើបចាប់ផ្ដើមចេញដោយសារផ្កានេះវារីកវាត្រូវចំពេលអាកាសធាតុត្រជាក់ខ្លាំងអញ្ចឹងវាអូសបន្លាយផ្កាហ្នឹងមករយៈពេលឥឡូវអាកាសធាតុប្រែប្រួលមកធម្មតាឡើងវិញក្តឹបទើបតែចាប់ផ្ដើមលូតបងប្អូននេះបាទអត់អីទេហើយអាស្មើទូចបាទអំពេលខ្លះវាមិនមែនជាស្មើជាប្រភេទមីក្រូស្រីរឿងបាទអញ្ចឹងបានវានាំក្តឹបនៃលំអផ្កាទៅចាប់បាទបើសិនជាយើងនៅតែបាញ់សម្លាប់សំខាន់ឲ្យតែកម្លាំងផ្កានៅល្អអញ្ចឹងយើងបាញ់ភ្ញូចគឺវាឡើងល្អលឿនបងប្អូនវាលូតក្តឹបលឿនបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងការប្រើប្រាស់បងប្អូនអាចឆាតសួរបានឬក៏ខមមិននៅខាងក្រោមវីដេអូអញ្ចឹងវីដេអូហ្នឹងខ្ញុំសូមបញ្ចប់នៅត្រឹមហ្នឹងសូមអរគុណ